តោះបងប្អូនឥឡូវយើងទៅតភាគរឿងសង្គ្រាមជីវិតអរិយភយាសម្រាប់ភាគបន្ទាប់ដែលជាភាគទី46និយាយទៅវគ្គនេះគឺដល់ជាវគ្គដែលល្អមួយខ្លាំងមែនទែនហើយកំពុងតែស្មុគស្មាញខ្លាំងមែនទែនពាក់ព័ន្ធជាមួយនឹងគ្រួសាររបស់ស៊ីនរីហើយនិងគ្រួសាររបស់ហេងចាដោយសារអីអ្នកគ្នាដោយសារឥឡូវនេះគឺបងអូនស្រីរបស់ស៊ីនរីបានតាក់ទងជាមួយនឹងបងថ្លៃរបស់ហេងដែលជាបងថ្លៃរបស់ស៊ីនរីផងដែរអញ្ចឹងគឺធ្វើគាត់ឈឺចាប់ខ្លាំងមែនទែនគាត់គិតថាហេតុអីបានជាជីវិតបងគាត់ដូចជាជីវិតគាត់អញ្ចឹងតើប្តីគេយកមកធ្វើជាប្តីខ្លួនឯងអញ្ចឹងណាបងប្អូនអ្នកគ្នាចាដល់គ្នានៅពេលដែលរឿងនឹងបានបែកធ្លាយហើយក៏ពេលនេះគឺជាពេលវេលាមួយដែលទូស្រីរបស់យើងចាមិនត្រាស់បានទៅធ្វើឲ្យបងអូនស្រីរបស់ស៊ីនរីហ្នឹងគឺមានអារម្មណ៍មួយថាគាត់ជាដល់ដំណាក់កាលនេះហើយអញ្ចឹងគាត់ត្រូវតែព្យាយាមធ្វើម៉េចទាញយកបងថ្លៃរបស់ហេងមកធ្វើជាប្តីតបបានថ្លៃទៅជាប្តីរបស់គាត់តាមសិតទៅគ្មាននរណាជេរគ្មាននរណាស្ដីគាត់ទៀតទេអញ្ចឹងពេលនេះក៏អារម្មណ៍គាត់គឺចាប់ផ្ដើមគាត់ថាត្រូវធ្វើម៉េចដើម្បីទាញយកប្តីរបស់បងថ្លៃរបស់ហេងមកអញ្ចឹងទៅបងប្អូនអ្នកគ្នាចាហើយដល់ឡែកនៅក្នុងជប់បន្តវិញគឺបងស្រីរបស់ហេងបានដឹងរឿងនឹងហើយអ្នកគ្នាដោយសារពេលហ្នឹងគឺមិនត្រាស់បានយករូបភាពឬក៏វីដេអូហ្នឹងយកគាត់មើលអញ្ចឹងទៅគាត់ខំខ្លាំងមែនតើហេតុអីបានជារបស់គាត់ធ្វើទង្វើបែបហ្នឹងជាមួយគាត់អ្នកគ្នាគឺធ្វើគាត់ជិះចាប់ខ្លាំងមែនតើអញ្ចឹងគាត់ក៏បានទៅជួបជាមួយនឹងម៉ាក់របស់ស៊ីនរីហើយនឹងស៊ីនរីពេលហ្នឹងគឺគាត់បាននិយាយថាហេតុអីបានជាគាត់របស់លោកស្រីយកប្តីគាត់អញ្ចឹងទៅគឺគាត់ខំខ្លាំងមែនតើអ្នកគ្នាហ្នឹងអញ្ចឹងអ្នកគ្នាបើសិនជាអ្នកគ្នាចង់ដឹងថារឿងសង្គ្រាមជីវិតអរិយភយាភាគបន្តភាគទី46ដល់មើលប៉ុណ្ណាកុំភ្លេចទស្សនាអ្នកគ្នាតាមរយៈប៉ុស្តិ៍បាយ័នអ្នកគ្នាអញ្ចឹងវីដេអូនេះគឺមានប៉ុណ្ណឹងទេអ្នកគ្នាតោះចាំជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ